ទេប្រជ្រួយទាំង10កន្លែងនេះបញ្ជាក់ថាអ្នកនឹងคลายជាអ្នកមានទឹកដុំជាមិនខានបាទចឹងប្រជ្រួយទាំង10ដែលអាចបណ្ដាលឲ្យអ្នកคลายជាអ្នកមានយ៉ាងស្រុកស្ដំដូច្នេះតើប្រជ្រួយទាំងអស់នោះមាននៅត្រង់ទីកន្លែងណាខ្លះហើយវាមានអត្ថន័យយ៉ាងដូចម្ដេចដូច្នេះសូមតាណានស្ដាប់លម្អិតជាមួយខ្ញុំទាំងអស់គ្នាតាមជំនឿតគ្នាពីដើមមកសូម្បីតែប្រជ្រួយលើដងខ្លួនអ្នកក៏អាចបញ្ជាក់ប្រាប់ឲ្យដឹងពីជោគវាសនារស់របស់អ្នកបានដែរចឹងកុំឲ្យខាតពេលវេលាយូរថាទៅមើលប្រជ្រួយទាំងអស់ដែលបានបញ្ជាក់យ៉ាងដូចម្ដេចខ្លះពីខ្លួនរបស់អ្នកទាយមិនឲ្យខុសទេប្រជ្រួយទាំង10កន្លែងនេះបញ្ជាក់ថាអ្នកនឹងខ្លាចជាអ្នកមាននៅស្រុកស្ដំជាមិនខានទី1តើតើនឹងប្រជ្រួយនៅលើខ្នងច្រើនបាទនេះរូបភាពជ្រួយនៅលើខ្នងច្រើនបាទអ្នកដែលសម្បូរប្រជ្រួយនៅលើខ្នងច្រើនតាមចំណានអ្នកជាបុគ្គលិកដែលមានភ័ព្វសំណាងល្អជោគវាសនារបស់អ្នកគឺអាស្រ័យលើខ្លួនរបស់អ្នកនិយាយឲ្យចំជាមនុស្សស្រណុកទាំងនៅក្មេងនិងរហូតដល់វ័យចំណាស់បាទបន្តមកទៀតប្រជ្រួយនៅចំកណ្ដាលបាតដៃអ្នកដែលមានប្រជ្រួយនៅចំកណ្ដាលបាតដៃជាបុគ្គលមានសំណាងល្អនិងជាអ្នកធ្វើការធំពិសេសតែងតែទទួលបានជោគជ័យជានិច្ចតែដៃទូលាយបន្តិចហើយនឹងចេះសន្តោសប្រោះប្រណីអាណិតអាសូរអ្នកដតីប្រជ្រួយនៅលើថ្ពាល់បាទបុរសស្ត្រីណាដែលមានប្រជ្រួយនៅលើថ្ពាល់ជាមនុស្សដែលមានចរិតរឹងប៉ឹងហើយត្រូវបានចាស់ទុំគោរពនិងកោតសរសើរព្រមទាំងទទួលបានការផ្ដល់តម្លៃពីមនុស្សជាច្រើនម្ល៉េះហើយអាចរួមរស់ក្នុងគ្រួសារប្រកបដោយភាពសុខសាន្តគ្រប់ពេលវេលាប្រជ្រួយនៅចំកណ្ដាលនៅពាក់កណ្ដាលរោមចិញ្ចើមបាទប្រជ្រួយនៅចំពាក់កណ្ដាលនៃរោមចិញ្ចើមបាទនេះគឺជារូបដែលនៅកណ្ដាលតែម្ដងយើងឃើញបុរសស្ត្រីដែលមានប្រជ្រួយនៅពាក់កណ្ដាលនៃរោមចិញ្ចើមជាអ្នកដែលមានថ្វីដៃនិងសមត្ថភាពខ្ពង់ខ្ពស់ហើយមានមិត្តភ័ក្តិច្រើនទៀតផងប្រសិនបើជួបឧបសគ្គអ្វីមួយជនប្រភេទនេះនឹងត្រូវបានមិត្តភ័ក្តិជួយដោះស្រាយឲ្យរួចផុតពីទុក្ខទោសម្យ៉ាងទៀតទោះបីបើមានសមត្ថភាពកម្រិតខ្ពស់យ៉ាងណាក្តីក៏ពួកគេទាំងនោះមានការជួយឧបត្ថម្ភពីចៅហ្វាយនាយដោយចាំបាច់បំផុតប្រជ្រួយនៅចុងរោមចិញ្ចើមបុរសស្ត្រីណាដែលមានប្រជ្រួយនៅត្រង់ចុងរោមចិញ្ចើមជាមនុស្សមានទ្រព្យសំណាងសម្បូរហូរហៀហើយកាលពីនៅយុវវ័យអាចចំណេញបានប្រាក់កាសច្រើនហើយជនប្រភេទនេះគឺពុំសូវខ្វះខាតប្រាក់ទេហើយក៏ពុំជួបការលំបាកវេទនាអ្វីផងដែរនាពេលអនាគតប្រជ្រួយនៅលើផ្នែកខាងលើបបូរមាត់បុរសស្ត្រីណាដែលមានប្រជ្រួយនៅចន្លោះច្រមុះនិងបបូរមាត់ជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំហើយមានជីវភាពប្រសើររុងរឿងទៀតផងរីឯស្ត្រីភេទអាចនឹងខ្លាយទៅជាចៅហ្វាយនាយគេថែមទៀតផងប្រជ្រួយនៅចុងចង្កាបុរសស្ត្រីណាដែលមានប្រជ្រួយនៅតាមជ្រុងចង្កាគឺជាមនុស្សមានលំនៅរស់នៅដោយមានសុខសាន្តហើយក្នុងពេលនោះអាចខ្លាយទៅជាអ្នកមានស្រុកស្ដំមានទ្រព្យសម្បត្តិហូរហៀចាយមិនចេះអស់ប្រជ្រួយនៅលើកន្លែងពិសេសបុរសណាដែលមានប្រជ្រួយនៅលើកន្លែងពិសេសនៅចំកន្លែងពិសេសរបស់អ្នកតែម្ដងជាប្រភេទមនុស្សដែលសម្បូរស្នេហ៍តាក់ទាញចិត្តស្រីៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ពួកគេមិនតិចឡើយហើយជនប្រភេទនោះបាទទោះមានរូបសម្រស់ល្មមក៏នៅតែសម្បូរស្នេហ៍ផងដែរហេតុតែនិស្ស័យពីកំណើតហើយបើចំពោះនារីវិញកាន់តែល្អជាបុរសថែមទៀតផងបាទប្រជ្រួយនៅលើកញ្ចឹងកអ្នកដែលមានប្រជ្រួយនៅលើកញ្ចឹងកគឺនឹងខ្លាយទៅជាអ្នកមានជីវភាពធូរធារម្នាក់ដោយពំពួលបារម្ភចំពោះការខ្វះខាតឡើយរហូតទៅដល់អ្នកមានវ័យចំណាស់ប្រជ្រួយនៅត្រង់គល់ត្រចៀកអ្នកដែលមានប្រជ្រួយនៅគល់ត្រចៀកជាមនុស្សឆ្លាតវៃទោះបីជាអ្នកនោះមានរាងទុយមួយក្តីក៏អាចជាអ្នកមានប្រាជ្ញាភ្លឺថ្លាដែរពិសេសពូកែខាងស្ដាប់រឿងគេនឹងឯងបាទ
បាទនេះគឺជាអត្ថបទមួយដែលតាក់ទងទៅនឹងការបកស្រាយអំពីប្រជ្រួយទាំង10ចំណុចលើបងប្អូនទាំងអស់ដែលមានប្រជ្រួយទៅតាមកន្លែងរៀងៗខ្លួនដូច្នេះខ្ញុំបានសង្ខេបនៅប្រជ្រួយនៅត្រង់កន្លែងសំខាន់ជូនដល់អស់ក្នុងអ្នកឲ្យបានជ្រាបដឹងរឿងរ៉ាវទាំងអស់នេះបាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមឲ្យចប់ត្រឹមនឹងចុះសូមពុកម៉ែបងប្អូនខន្តីអភ័យទោសរាល់កំហុសខុសឆ្គង